សង្ខេបរឿងកុលាបៃលិននៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចើមដែលជាឪពុកចៅចិត្តនៅស្រុកស្វាយប៉ោខេត្តបាត់ដំបងជាត្រកូលសេរីពងកំពុងតែដេកស្ទុកស្ដៅនៅលើគ្រែទោះបីលោកគ្រូពេទ្យស្អាតខំប្រឹងព្យាបាលយ៉ាងណាក៏មិនអាចជាសះស្បើយឡើយមុននឹងគាត់ស្លាប់ទៅគាត់បានផ្ដែផ្ដាំចៅចិត្តនៅគាថាមួយបទថាអតាហេអតាណោនាថោក្រោយពីឪពុកស្លាប់ទៅលោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្តទៅធ្វើជាកម្មករនៅប៉ៃលិននៅផ្ទះលោកហ្លួងរតនសម្បត្តិដែលជាឪពុកមារបស់លោកបានសម្បត្តិពីលោកគ្រូពេទ្យស្អាតហើយចៅចិត្តក៏ធ្វើដំណើរទៅប៉ៃលិនហើយក៏បានលោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយធ្វើជាកម្មកររត់បងតាំងពីនោះមកចៅចិត្តខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូសឬទម្រុនឡើយជាហេតុបណ្ដាលឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងចំណែកពួកកម្មករដទៃទៀតក៏មានការពេញចិត្តស្រឡាញ់រាប់អានចៅចិត្តគ្រប់គ្នាយប់មួយចៅចិត្តច្រៀងបទយុវាភិរមនៅក្នុងខ្ទមរបស់ខ្លួនសំឡេងចម្រៀងរបស់ចៅចិត្តធ្វើឲ្យខុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរស់មិនបានក៏បណ្ដាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្តខុននារីនិងចៅចិត្តសន្ទនាគ្នាជាពាក្យផ្ដោះផ្ដងផ្សេងហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់គេរៀងខ្លួនលុះស្អែកឡើងពេលព្រឹកវេលាដែលចៅចិត្តទៅជីកត្បូងគេមានភ័ព្វបានជួយរវៃឡានម្ចាស់របស់គេដែលបំរុងទៅស្រុកសង្កែទទួលលោកបាឡាត់ស្រុកតាសុនអ្នកបើកឡានកាលបើឃើញចៅចិត្តចេះបើកឡានគាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈលោករតនសម្បត្តិក៏ព្រមឲ្យចៅចិត្តជំនួសតាសុនក្នុងការជូនដំណើរចៅវាយទៅដល់ស្រុកសង្កែចៅចិត្តបានកាន់កន្ត្រកដើរតាមក្រោយខុននារីទៅផ្សារទិញអីវ៉ាន់សពគ្រប់អស់ហើយខុននារីនិងចៅចិត្តក៏ត្រឡប់មកទទួលលោករតនសម្បត្តិនិងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញតែអកុសលមកដល់ពាក់កណ្ដាលផ្លូវឡានក៏ខូចបណ្ដាលឲ្យមានការទាស់សម្ដីខ្លះរវាងចៅចិត្តនិងលោកបាឡាត់ព្រោះម្នាក់សុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងខុននារីក្នុងការស្នាក់នៅកណ្ដាលព្រៃចៅចិត្តនិងចៅវាយក្រមុំនេះនិយាយផ្ដោះផ្ដងគ្នារហូតយល់ចិត្តថ្លើមគ្នាខ្លះរំពេចនោះស្រាប់តែមានចៅមួយក្រុមចេញមកប្លន់ចៅចិត្តបានតតាំងប្រយុទ្ធជាមួយពួកចាដោយអង្គអាចបណ្ដាលឲ្យពួកចៅត្រូវរបួសជាច្រើនអ្នកចំណែកចៅចិត្តក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតីក្រោយការរងរបួសគេបាននាំចៅចិត្តមកព្យាបាលក្នុងមន្ទីរពេទ្យដោយមានការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិដោយការខិតខំព្យាបាលជំងឺពីគ្រូពេទ្យនិងការយកចិត្តទុកដាក់ថែទាំយ៉ាងដិតដល់ពីខុននាចៅចិត្តក៏បានជាសះស្បើយវិញចាប់តាំងពីថ្ងៃនោះមកចៅចិត្តនិងខុននារីក៏បានយល់ចិត្តគ្នាកាន់តែខ្លាំងឡើងឯចរិតឆ្មើងឆ្មៃរបស់ខុននារីក៏សាបសូន្យក្នុងគ្រានោះដែរដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្តលោកហ្លួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្តឲ្យកាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្ដងគឺឈប់ឲ្យធ្វើជាកម្មការទៀតហើយថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំថៅកែផាន់ចូលមកផ្ទះលោកហ្លួងរតនសម្បត្តិដើម្បីសុំទិញត្បូងក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលថៅកែថ្មីនេះទៅមើលអណ្ដូងជីកត្បូងជាមួយចៅចិត្តទុកឲ្យខុននារីនិងលោកបាឡាត់នៅក្នុងផ្ទះដោយសេចក្តីស្នេហាឥតព្រំដែនលោកបាឡាត់បានចាប់រំលោភនាងខុននារីចៅចិត្តមកទាន់វាយលោកបាឡាត់ដួលលោកហ្លួងរតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់និងថៅកែផាន់តែបានព្រមានឈប់មកជន់ទីនេះទៀតក្នុងរាត្រីនោះវេលាដែលចៅចិត្តកំពុងបណ្ដែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែឮសំឡេងចៅចូលមកប្លន់ផ្ទះលោករតនក្រុមកម្មករតស៊ូនៅខាងក្រោមឯចៅចិត្តឡើងទៅលើផ្ទះប្រទះមេចៅគឺថៅកែផាន់ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចៅនេះបានចំណែកលោកបាឡាត់ស្រុកកំពុងប្រវាយចាប់យកខុននារីក៏ត្រូវចៅចិត្តសម្លាប់បានគុណសម្បត្តិក៏ច្រើនរបស់ចៅចិត្តធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំងម្យ៉ាងទៀតដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្តទៅលើខុននារីលោកហ្លួងរតនសម្បត្តិក៏រៀបចំផ្សំផ្គុំចៅចិត្តនិងខុននារីជាស្វាមីភរិយាព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅយ៉ាងសុខសាន្តគូស្វាមីភរិយាថ្មីនេះសប្បាយចិត្តក្រៃលែងហើយគេរស់នៅជាមួយគ្នាដោយសុខក្សេមក្សាន្តកើតកូនពូនជាចៅតរៀងទៅ